សៀមជាជាតិនគរដែលគ្មានគុណលើនគរក្រុងកម្ពុជាត្បិតថាជាជាតិនគរដែលហាក់ដូចជាសម្បូរសប្បាយសុខដុមរមនានិងស៊ីវិល័យជាងនគរក្រុងកម្ពុជាក៏តិចមែនរាជនៃអ្នកនគរស្រុកសៀមនេះហាក់តាំងខ្លួនជាជាតិប្រទេសដែលល្អបណ្ដាច់ជាសង្គមនៃជនថ្លៃថ្នូរលើសគេឯងមួយដែលដេកត្រាំក្នុងជ្រោយនៃដែនដីសុវណ្ណភូមិនេះរហូតធ្វើឲ្យអំនួតនិងសេចក្តីលោភលន់នាំខ្លួនឲ្យធ្លាក់ចូលទៅក្នុងរណ្ដៅវង្វេងរកោះត្រើយនិងសេចក្តីត្រូវពុំឃើញសោះឡើយដោយយោងទៅតាមប្រវត្តិភូមិសាស្ត្រផែនដីរវាងនគរក្រុងកម្ពុជានិងនគរក្រុងសៀមដែលមានស្រុកស្រែព្រៃភ្នំជាប់គ្នាជនជាតិសៀមតែងតាំងខ្លួនថាជាជាតិប្រទេសដែលមានគុណូបការៈដ៏ធំធេងនិងតែងតែជួយស្រោចស្រង់នគរក្រុងកម្ពុជាដែលជាអ្នកជិតខាងឲ្យរួចផុតអំពីរណ្ដៅនៃភ្លើងសង្គ្រាមជានិច្ចដោយផ្អែកតាមប្រវត្តិសាស្ត្រសៀមក្នុងផែនដីនៃព្រះចៅរាមាទី3នគរសៀមបានតាំងខ្លួនថាជាអ្នកមានគុណមកលើនគរក្រុងកម្ពុជាតួឯកចម្បងក្នុងគ្រានោះគឺចៅពញាបឌិនតេជោដែលជាអ្នកដឹកនាំទ័ពមកច្បាំងនឹងនគរក្រុងយួនរួចស្រោចស្រង់ស្រុកខ្មែរឲ្យរួចផុតពីក្រញាំនគរយួនដែលតាមពិតទៅនគរទាំងពីរនេះសុទ្ធសឹងតែជាសត្វក្រពើដែលដេករងចាំតែឱកាសល្អដើម្បីនឹងលេបយកទឹកដីខ្មែរដូចគ្នាកាលដែលសម្ដេចព្រះហរិររាមាឥសរាធិបតីព្រះអង្គឌួងស្ដេចបានឡើងគ្រងព្រះបរមមហាសារីរាជសម្បត្តិជាក្សត្រនៅក្រុងឧដុង្គមានជ័យព្រះអង្គពុំដាល់ទុកប្រតិយនឹងនគរសៀមនេះម្ដងណាឡើយនៅពីក្រោយវាំងននដែលជាអ្នកមានគុណនិងជាអ្នកស្រោចស្រង់នេះក្សត្រសៀមគឺជាសត្វឆ្លើងដែលតាមអង្គាមជាជនដែលហត់ទឹកកករកកាកនិងរក្សាចិត្តចង់តែលេបប្រទេសខ្មែរធ្វើជាផែនដីរបស់ខ្លួនរីឯព្រះរាជបុត្រមួយចំនួនរបស់ព្រះអង្គឌួងត្រូវបានសៀមចាប់យកធ្វើជាចំណាប់ខ្មាំងផែនដីក្រោមរូបភាពជាអ្នកចិញ្ចឹមបីបាច់ថែរក្សាបើយើងក្រឡេកទៅមើលប្រវត្តិសាស្ត្រដែលទើបតែរលត់ផុតទៅកាលពី46ឆ្នាំមុនរាជនៃអ្នកនគរស្រុកសៀមកាន់តែដំកើងខ្លួននិងជឿជាក់យ៉ាងមុតមាំថាព្រះមហាក្សត្ររបស់ខ្លួននោះពិតជាអ្នកមានព្រះគុណដ៏លើសលប់ចំពោះរាជប្រជាកម្ពុជាយ៉ាងពិតមែនអំណូតទាំងនេះជនជាតិសៀមហាក់ដូចជាមិនចេះខ្មាស់ខ្លួនឯងនិងអង្គការសហប្រជាជាតិដែលជាម្ចាស់ជំនួយសោះឡើយនាខែធ្នូក្នុងឆ្នាំ1979ក្រោយពេលដែលរបបអាវខ្មៅប៉ុលពតរលាយរលត់ទៅនៅសល់តែដង្ហើមបន្តិចបន្តួចប្រជាជនខ្មែរជាច្រើនសែននាក់បានរត់ភៀសខ្លួនចូលទៅជ្រកកោនក្នុងតំបន់ជំរំជនភះសេចក្តីស្លាប់ខៅអ៊ីដាងដែលមានទីតាំងស្ថិតនៅក្នុងខេត្តស្រះកែវប្រទេសសៀមដោយសារតែរឿងនេះហើយទើបជនជាតិសៀមទាំងប្រទេសនាំគ្នាមាក់ងាយមើលថោកជនជាតិខ្មែរថាជាសត្វក្រពើជាសត្វត្រកូលបំភ្លេចគុណបុណ្យក្សត្ររបស់ខ្លួនដែលជាសប្បុរសឥស្សរជនកំពូលលើផែនដីដែលបានអនុញ្ញាតឲ្យរាជខ្មែរចូលជ្រកកោនក្នុងផែនដីរបស់ខ្លួនផ្ទុយទៅវិញនៅពីក្រោយទ្វារនៃចិត្តសប្បុរសរបស់ក្សត្រសៀមនេះគឺជាថ្លុកជ្រាំនៃខ្ទុះឈាមនិងជាលអាងពឹសពោះដ៏សាហាវព្រៃផ្សៃរោគលេខដាក់គ្មានឡើយនិងគួរបញ្ជាក់ផងដែរថាប្រទេសសៀមគឺជាប្រទេសតែមួយគត់ដែលមានភូមិផងរបងជាប់នឹងប្រទេសកម្ពុជាដែលទទួលស្គាល់និងគាំទ្រយ៉ាងពេញទំហឹងនៅរបបកម្ពុជាប្រជាធិបតេយ្យដ៏មហាលោតផ្លោះតាមរយៈរឿងរ៉ាវនៅជំរំខៅអ៊ីដាងដែលជាទីជំនួយដ៏មហាធំធេងនិងលើសលប់របស់អង្គការសហប្រជាជាតិដែលបានចាយថវិកាជួលដីសៀមនិងក៏ជាអ្នកមានគុណដ៏ពិតប្រាកដចំពោះប្រជាជនខ្មែរទាហានសៀមប្រឹងសម្ដែងអរិយាបថថាប្រទេសខ្លួនជាប្រទេសដែលមានចិត្តដ៏សប្បុរសគួរឲ្យរាប់អានតែតាមពិតទាហានសៀមក្រោមការដឹកនាំរបស់ក្សត្រសៀមគឺជាជនអប្រិយគ្មានធម៌មេត្តានិងបានដឹកខ្មែររាប់ម៉ឺននាក់ដែលខំត្រដរកិច្ចអំពីសេចក្តីស្លាប់ក្នុងស្រុកយកទៅចាក់ចោលនៅភ្នំដងរែកនិងព្រៃមានឲ្យស្លាប់យ៉ាងវេទនាក្មេងស្រីខ្លះដែលរួចផុតជីវិតអំពីសេចក្តីស្លាប់នៅក្នុងស្រុកហើយនោះ
នៅពេលទៅដល់ជំរំស្រុកសៀមត្រូវបានទាហានសៀមចាប់រំលោភនិងវាយធ្វើបាបតាមអំពើចិត្តអ្នកខ្លះត្រូវសៀមបាញ់សម្លាប់ចោលក៏មានបើយោងតាមសំណេររបស់លោកជុតខៃអ្នកនិពន្ធខ្មែរដែលបានឆ្លងកាត់និងធ្លាប់ទៅជ្រកកោនក្នុងជំរំខៅអ៊ីដាងបានឲ្យដឹងថាក្មេងកំព្រាកម្ពុជាដែលមានឪពុកម្ដាយស្លាប់ចោលអស់ក្នុងរបបប៉ុលពតរួចបានរត់ភៀសខ្លួនមកដល់ក្នុងជំរំនោះនៅពេលដែលជនបរទេសសូមក្មេងខ្មែរកំព្រាទាំងនោះយកទៅចិញ្ចឹមក្នុងប្រទេសទី3ក៏រាជការស្រុកសៀមមិនអោយនិងជំទាស់យ៉ាងដាច់អហង្ការនេះទំនងជាសៀមមិនចង់ឲ្យក្មេងខ្មែរទាំងនោះមានអនាគតល្អនិងអាចក្លាយទៅជាធនធានបញ្ញវន្តមកស្រោចស្រង់ស្រុកផងក៏មិនដឹងនេះឬជាទង្វើដ៏មានចិត្តសប្បុរសធម៌ទេប្រទេសសៀមមិនដែលមានគុណឬសប្បុរសធម៌យ៉ាងពិតប្រាកដមកលើប្រទេសខ្មែរម្ដងណាឡើយហើយក្រុងកម្ពុជាក៏ពុំដែលជំពាក់គុណបុណ្យក្សត្រនៃនគរស្រុកសៀមផងដែរសូមអរគុណចំពោះការចំណាយពេលវេលាស្ដាប់របស់បងប្អូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់ហើយក៏សូមជម្រាបផងដែរថាខាងយើងក៏មានដាក់លក់ផងដែរនៅសៀវភៅប្រឡោមលោកប្រឌិតបែបប្រវត្តិសាស្ត្រមួយចំណងជើងគឺរឿងអាំងទាន់វុទ្ធវាំងថវិកា 50% ដែលទទួលបានអំពីការលក់សៀវភៅនេះខាងយើងនឹងធ្វើការបរិច្ចាគទៅបងប្អូនជនភៀសសឹកខ្មែរដែលកំពុងតែភៀសសឹកអំពីការឈ្លានពានរបស់ទាហានសៀមសូមអរគុណសូមគោរពលា